បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលវីដេអូនេះគឺខ្ញុំបានលើកយកមកនិយាយអំពីខេត្តបាត់ដំបងបានច្បាស់ណាស់ថាពុកម៉ែបងប្អូននឹងចង់ដឹងថាខេត្តបាត់ដំបងនេះមានផ្ទៃដីប៉ុន្មានហើយមានប្រជាជនប៉ុន្មានហើយមានស្រុកចំនួនប៉ុន្មានបាទដូច្នេះកុំឲ្យខាតពេលយូរគឺខ្ញុំបាននាំពុកម៉ែបងប្អូនមកទស្សនានៅវីដេអូការអានទាក់ទងនឹងខេត្តបាត់ដំបងជាមួយនឹងខ្ញុំបាទខេត្តបាត់ដំបងគឺមានផ្ទៃក្រឡា11702 គីឡូម៉ែត្រការ៉េមានប្រជាជន1,0495862 នាក់មានក្រុងមួយនិង13ស្រុកមាន96ឃុំនិង741ភូមិបាទហើយស្រុកដែលនៅក្នុងខេត្តបាត់ដំបងមានទី1ស្រុកបាណន់ទី2ស្រុកថ្មគោលទី3ស្រុកបាត់ដំបងទី4ស្រុកបវែលទី5ស្រុកឯកភ្នំទី6ស្រុកមោងឫស្សីទី7ស្រុករតនមណ្ឌលទី8ស្រុកសង្កែទី9ស្រុកសំឡូតទី10ស្រុកភ្នំព្រឹកទី11ស្រុកគំរៀងទី12ស្រុកកោះក្រឡនិងទី13ស្រុកគ្រុកគិរីបានស្រុកទាំងអស់ដែលនៅក្នុងខេត្តបាត់ដំបងគឺខ្ញុំបានរៀបរាប់រួចហើយដូច្នេះយើងដឹងថាតើខេត្តបាត់ដំបងនេះមានព្រំប្រទល់ជិតនឹងខេត្តណាខ្លះតោះមកទស្សនាជាមួយនឹងខ្ញុំបានខេត្តបាត់ដំបងគឺជាខេត្តមួយនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជាខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបងខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជិតនឹងខេត្តបន្ទាយមានជ័យខាងកើតជិតនឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជិតនឹងខេត្តពោធិ៍សាត់ខាងលិចជិតនឹងខេត្តប៉ៃលិននិងខេត្តចន្ទបុរីប្រទេសសៀមបាទដូច្នេះខ្ញុំមកបញ្ជាក់ម្ដងទៀតគឺខេត្តបាត់ដំបងនេះគឺមានក្រុងមួយនិងស្រុក13ផ្ទៃដីមានសរុប11702 គីឡូម៉ែត្រការ៉េប្រជាជនមាន 1,049,5862 នាក់បាទនេះគឺជាចំនួនប្រជាជនដែលនៅក្នុងស្រុកខេត្តបាត់ដំបងអំពីឈ្មោះខេត្តបាត់ដំបងបើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននឹងបានរកឃើញរហូតមកដល់សព្វថ្ងៃនៅមុនសម័យនិងសម័យអង្គរគេពុំបានឃើញចែងឲ្យយើងដឹងទេថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានឈ្មោះបាត់ដំបងនោះទេប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងនេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារមហាជនខ្មែរមានប្រើឈ្មោះស្រុកបាត់ដំបងហេតុអ្វីបានជាគេហៅឈ្មោះបាត់ដំបងប្រវត្តិសាស្ត្រសរសេរលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែលខ្មែរយើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានបញ្យល់ពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះថាបាត់ដំបងឬអូដំបងឯឈ្មោះថាព្រះដំបងស្ដេចរាមាទី1បានកំណត់ឲ្យហៅឈ្មោះភូមិសង្កេតថាជាព្រះដំបងខេត្តបាត់ដំបងគឺជាខេត្តដែលមានស្ថិរភាពសន្តិសុខក្រោយពីឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត3ទសវត្សរ៍ប៉ុន្តែទោះបីយ៉ាងណាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅជួបការលំបាកនៅឡើយដោយហេតុថាការរកចំណូលតាមគ្រួសារនីមួយៗនៅមានកម្រិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាងប៉ុន្តែក្នុងឆ្នាំ2007យើងឃើញថាខេត្តនេះមានសន្ទុះអភិវឌ្ឍទៅមុខយ៉ាងខ្លាំងព្រោះជីវភាពប្រជាជនធូរធារគ្រាន់បើប្រៀបធៀបនឹងខេត្តផ្សេងៗ
ទៀតក្នុងប្រទេសហេតុដូច្នេះហើយបានជាកន្លងមកថ្មីរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយច្រើនដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ចសង្គមថ្នាក់ជាតិសម្រាប់ឆ្នាំ2001-2005 ម្យ៉ាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រក្នុងកិច្ចការអភិវឌ្ឍខេត្តនេះមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាតាមបណ្ដោយផ្លូវជាតិលេខ5ដែលមានចម្ងាយ291គីឡូម៉ែត្រពីរាជធានីភ្នំពេញមានភូមិសាស្ត្រខាងជើងជិតនឹងខេត្តបន្ទាយមានជ័យខាងកើតជិតនឹងខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជិតនឹងខេត្តពោធិ៍សាត់និងខាងលិចជិតនឹងខេត្តចន្ទបុរីប្រទេសសៀមខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរមានរដូវពីរសំខាន់គឺរដូវវស្សានិងរដូវប្រាំងរដូវវស្សាចាប់ពីខែមិថុនាដល់ខែវិច្ឆិកាចំណែកឯរដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភាអាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់38អង្សាត្រជាក់បំផុត12អង្សាសេហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗខេត្តបាត់ដំបងចែកចេញជា13ស្រុកក្រុងមួយក្នុងនោះមាន96ឃុំនិង741ភូមិដូច្នេះខ្ញុំបានរៀបរាប់បញ្ជាក់នៅស្រុកនីមួយៗនៅក្នុងខេត្តបាត់ដំបងសារជាថ្មីស្រុកទី1ឈ្មោះស្រុកបាណន់ស្រុកបាណន់មានចំនួន8ឃុំស្រុកថ្មគោលមានចំនួន10ឃុំក្រុងបាត់ដំបងមាន10សង្កាត់ស្រុកបាវិលមានចំនួន6ឃុំស្រុកឯកភ្នំមានចំនួន7ឃុំស្រុកមោងឫស្សីមានចំនួន11ឃុំស្រុករតនមណ្ឌលមានចំនួន4ឃុំស្រុកសង្កែមានចំនួន10ឃុំស្រុកសំឡូតមានចំនួន7ឃុំស្រុកសំពៅលួនមានចំនួន6ឃុំស្រុកភ្នំព្រឹកមានចំនួន5ឃុំស្រុកកំរៀងមានចំនួន6ឃុំស្រុកកោះក្រឡមានចំនួន6ឃុំនិងស្រុករុក្ខគិរីមានចំនួន5ឃុំបាទដូច្នេះសរុបមកគឺក្នុងខេត្តបាត់ដំបងនោះគឺមានចំនួន96ឃុំនិង741ភូមិបាទចំពោះឈ្មោះភូមិគឺខ្ញុំមិនបានរៀបរាប់ទេតំបន់ទេសចរខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំមានភោគសម្បត្តិធម្មជាតិនិងសំណង់វប្បធម៌បុរាណជាច្រើនប្រាសាទបុរាណជាច្រើនស្ថិតនៅរាបប៉ែលលើភ្នំទួលនិងតំបន់លិចទឹកទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរមកទស្សនានៅខេត្តនេះបាទដូច្នេះគឺការអាននឹងប្រវត្តិនិងលក្ខណៈទូទៅរបស់ខេត្តបាត់ដំបងនេះគឺខ្ញុំអត់សូមពេកធំផងដោយសារតែមានបញ្ហាប្រព័ន្ធអ៊ីនធឺណិតហើយខ្ញុំបានរៀបរាប់អីក្បោះក្បាយច្រើនទេគឺសូមបញ្ជាក់សារជាថ្មីបានខេត្តបាត់ដំបងនេះដែរគឺមានផ្ទៃក្រឡា 11702 គីឡូម៉ែត្រការ៉េមានប្រជាជន1,095,862 នាក់មានក្រុងមួយនិង13ស្រុកមាន96ឃុំនិង741ភូមិបាទដូច្នេះខ្ញុំបានសូមអភ័យទោសទុកជាមុនសម្រាប់ការអានដែលមានភាពរអាក់រអួលនិងមានបានក្បោះក្បាយដោយសារតែទាក់ទងនឹងការអាននេះគឺមានការទាក់ទងអ៊ីនធឺណិតដូច្នេះខ្ញុំបានសូមអភ័យទោសទុកជាមុនសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់